ចំណាយពេលត្រឹមតែ1ម៉ោងជាងពីក្រុងភ្នំពេញទីតាំងមកកន្លែងនេះគឺថាឆ្លាស់មុខឆ្លាស់មាត់ត្រជាក់ភ្នែកមែនតើសំខាន់យើងបានទៅអង្គុយញ៉ាំបុកល្ហុងនៅលើចុងថ្នោតមើលវាស្រែវាស្រូវចំការណាអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែ stress អីគឺអាចទៅតម្លាក់ stress ចោលនៅទីតាំងមកកន្លែងនេះបានធានាថាស្អាតដូចគេល្បីជឿជាក់ថាមានពុកម៉ែបងប្អូនជាច្រើនប្រកាសជាធ្លាប់បានស្គាល់ទីតាំងបុកល្ហុងចុងថ្នោតមកកន្លែងនេះរួចមកហើយគឺថានៅកន្លែងគាត់ល្បីមែនតើអនត្រេនតែម្ដងណាហើយបរិយាកាសវិញគឺថាតិចឆ្លាស់មុខឆ្លាស់មាត់ដូចពុកម៉ែបងប្អូនបានឃើញនៅខាងក្នុងវីដេអូនឹងអញ្ចឹងគឺថាយើងចំណាយពេលត្រឹមតែ1ម៉ោងជាងពីក្រុងភ្នំពេញទៅគឺថាបានទៅដល់កន្លែងដែលស្អាតគឺគាត់ធ្វើបែបស្រុកស្រែចំការទេប៉ុន្តែពុកម៉ែបងប្អូននិយាយទៅគឺប្លែកភ្នែកមែនតើទៅសារនៅក្នុងការច្នៃប្រឌិតរបស់គាត់តែម្ដងហើយនៅទីនេះគឺគាត់អត់មានលក់ម្ហូបអាហារច្រើនចម្រុះសម្បូរបែបច្រើនមុខអីទេគឺគាត់មានលក់តែជាប្រភេទបុកល្ហុងក៏ដូចជាគ្រឿងថែមខាងក្រៅ3-4មុខទៀតអញ្ចឹងណាប៉ុន្តែសម្រាប់បុកល្ហុងរបស់គាត់ឆ្ងាញ់គឺ Twister បានទៅសាកផ្ទាល់ហើយសម្រាប់បុកល្ហុងរបស់គាត់វិញទៅសៃល្ហុងនឹងគឺឡើងស្រួយតែម្ដងហើយតើតងជាមួយនឹងគ្រឿងគឺគាត់ដាក់ដិតមកល្មមទេពុកម៉ែបងប្អូនបានឃើញនៅក្នុងនេះដូចគាត់ថាគ្រឿងរៀងដិតខ្លាំងតែតាមពិតទៅអត់ទេពុកម៉ែបងប្អូននិយាយទៅគឺថាมันល្មមតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅដើរលេងតាមខេត្តប៉ុន្តែមានពេលវេលាយូរម៉ោងយូរថ្ងៃអីអញ្ចឹងគឺអាចទៅត្រឹមតែតកែវនេះបានគឺអាចនាំគ្នាទៅអង្គុយញ៉ាំបុកល្ហុងចុងថ្នោតណាយើងអាចអង្គុយគយគន់ទេសភាពតាមវាលស្រែចំការឡើងខៀវស្រងាត់តែម្ដងហើយពេលដែល Twister ទៅនឹងគឺថ្ងៃសៅរ៍គឺភ្ញៀវរបស់គាត់ទៅច្រើនពុកម៉ែបងប្អូនប៉ុន្តែអ្វីដែល Twister ស្ដាយនឹងគឺទៅដល់ពេលយប់ហើយតាក់ទងជាមួយនឹងប្លង់នៅក្នុងវីដេអូឃើញប្លង់បរិយាកាសស្អាតៗនឹងគឺ Twister បានថតផ្ទាល់ទេគឺទទួលបានពីខាងហាងអញ្ចឹងណាព្រោះដោយសារពេលទៅនេះគឺទៅដល់ផែកខ្ទង់ម៉ោង7ហើយប៉ុន្តែ Twister មានបកក្រោយទេគឺនាំគ្នាទៅមុខបន្ថែមដើម្បីបានទៅអង្គុយញ៉ាំបុកល្ហុងចុងថ្នោតនេះព្រោះអីគឺថាយើងខំប្រឹងជីពីពេញទៅហើយអញ្ចឹងបើសិនជាយើងបកក្រោយវិញដូចជាគួរឲ្យស្ដាយធ្វើអត់ពុកម៉ែបងប្អូនព្រោះដោយសារថ្ងៃហ្នឹងគឺ Twister បានលុកលុយនៅក្នុងខេត្តតាកែវច្រើនដែរទ្រាំតែបានទៅដល់ខាងបុកល្ហុងអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូន Twister recommend និយាយទៅគឺបុកល្ហុងរបស់គាត់ឆ្ងាញ់សំខាន់បរិយាកាសរបស់គាត់ស្អាតទៀតហើយបើទោះបីជា Twister ទៅដល់រៀងយប់ក៏ពិតមែនប៉ុន្តែអត់អ្វីទេព្រោះដោយសារតែយើងមានជំនួយការពិសេសណាគឺថាមានបាកាសនេះមកទោះបីជាធ្វើដំណើរយូរម៉ោងឆ្ងាយប៉ុណ្ណាក៏ដោយក៏អត់មានអស់កម្លាំងដែរហើយសំខាន់ដាក់មកកំប៉ុងនេះមកគឺស្វាងចេះតែម្ដងអត់ល្ងុយគេងទេអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើដំណើរផ្លូវឆ្ងាយអីគឺថាអាចទិញបាកាសដាក់តាមខ្លួនបាននិយាយទៅគឺថាល្ងុយគេងពេលណាដាក់បាកាសតែមកកំប៉ុងមកគឺស្វាងចេះមានកម្លាំងព្រឹសតែម្ដងហើយបាកាសគឺជាភេសជ្ជៈពៅកម្លាំងលេខ1ពីប្រទេសកូរ៉េផ្សំពីយិនសិនកូរ៉េ Royal Jelly តូរីននិងសារធាតុជាច្រើនទៀតសម្រាប់ជំនួយរាងកាយនិងខួរក្បាលរបស់យើងអញ្ចឹងចូលមកដល់ខាងក្នុងវីដេអូរបស់យើងនេះវិញពុកម៉ែបងប្អូននិយាយទៅគឺថាទៅលើកនេះ Twister ទៅអត់ទាន់ក៏ពិតមែនប៉ុន្តែ Twister សន្យាថានឹងទៅលើកក្រោយម្ដងទៀតព្រោះដោយសារតែឥឡូវនេះឃើញថាគាត់កំពុងតែរៀបចំហាងកាហ្វេនៅលើដីស្រែចម្ការអញ្ចឹងគឺថាទំនងមែនតើនេះគឺជាទីតាំងហាងកាហ្វេរបស់គាត់ពុកម៉ែបងប្អូនអាច view មើលបានអញ្ចឹងសម្រាប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្តទៀតបាយ